ងវាយកូន gold តម្លៃ$4ប្រគល់គ្នាជាមួយនឹងដងវាយកូន gold មកឈុត$4000ជាងចាំមើលថាតើរវាងដងទាំងពីរហ្នឹងអាមួយណាធ្វើឲ្យខ្ញុំវាយខ្លាំងជាងសម្ដេចពុកលោកវាយកូន gold សុទ្ធលោបញ្ចូលពូកាហើយរឿងទី1ដែលខ្ញុំត្រូវធ្វើហ្នឹងគឺខ្ញុំត្រូវផ្លាស់ប្ដូរបាទសម្លៀកបំពាក់ខ្ញុំសិនដោយសារតែកីឡាវាយកូន gold ភាគច្រើនគេពាក់កៅអៅលក្ខណៈបែបអញ្ចេះអញ្ចឹងយើងដូរមួយសិនកៅរបស់យើងឥឡូវនេះក៏បានរាល់រួចជាស្រេចហើយនិយាយទៅគឺថាសំសួនជាអ្នកវាយកូន gold បងបន្ទាប់ពីនោះមកគឺថាខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំក៏បានចេញដំណើរដើម្បីទៅស្វែងរកដងវាយកូន gold តម្លៃ$4របស់យើងហ្នឹងហើយកន្លែងដែលខ្ញុំមករកទិញហ្នឹងគឺកន្លែងលក់របស់ទៅជូរដោយសារតែពីមុនគឺខ្ញុំធ្លាប់ឃើញគេលក់សម្រាប់វាយកូន gold ដែលនៅពេលហ្នឹងគឺថាបងស្រីគឺគាត់ក៏បាននាំខ្ញុំមកមើលតែម្ដងបាទហើយមានច្រើនខ្លាំងមែនតើនឹងស្អីគេខ្លះទេខ្ញុំអត់ដឹងដែរចាឥឡូវនេះគឺយើងមករកអាដងណាដែលវាថោកបំផុតហើយបន្ទាប់ពីការខិតខំប្រឹងប្រែងស្វែងរកមកយើងក៏បានរកឃើញដងមួយដែលមានតម្លៃត្រឹមតែ$4តែប៉ុណ្ណោះហើយមុននឹងទិញហ្នឹងខ្ញុំក៏បានឆ្លៀតធ្វើការតេស្តដងរបស់គេបន្តិចផងដែរអូខេឥឡូវយើងយកអានេះតែម្ដងបាទហើយចំពោះលេខការដែលខ្ញុំបានពាក់ថ្ងៃនេះផងដែរគឺជា Huawei Watch Fit 4 Pro អ្នកទាំងអស់គ្នារីឯលេខការដែលមិត្តភក្តិរបស់ខ្ញុំពាក់វិញគឺជា Huawei Watch Fit 4ធម្មតាដែលមើលទៅគឺថាស្រស់ស្អាតខ្លាំងមែនទែនតែក្រោយមកគឺថាយើងក៏បានធ្វើការតកិតលុយឲ្យអ្នកទាំងអស់គ្នាអាចមើលបានគឺថាវាអស់តម្លៃត្រឹមតែ$4តែប៉ុណ្ណោះខ្ញុំរកឃើញហើយដងវាយកូន gold តម្លៃ$4តទៅពីហ្នឹងមកគឺថាដល់ពេលដែលខ្ញុំត្រូវទៅស្វែងរកអាដងវាយកូន gold មកឈុតរបស់គេ$4000វិញម្ដងចាឥឡូវហ្នឹងគឺយើងបានមកដល់ហើយដែលកន្លែងដែលខ្ញុំទៅដល់ហ្នឹងគឺជាកន្លែងដែលយើងត្រូវវាយកូន gold ហ្នឹងហើយអ្នកទាំងអស់គ្នានៅពេលដែលខ្ញុំទៅដល់ភ្លាមនេះអានេះតាម13000ទេបាទអានេះវិញ4264ហើយដងដែលខ្ញុំបានជួលហ្នឹងគឺបានយកចេញពីអាសេតមួយហ្នឹងតែម្ដងអញ្ចឹងតម្លៃនៃការជួលតារាងលេងរបស់គេហ្នឹងគឺ$15ហើយខ្ញុំជួលដងរបស់គេមួយទៀតគឺ$5អញ្ចឹងមានន័យថាគ្រាន់តែលេងម្ដងហ្នឹងគឺអស់$20អញ្ចឹងពេលដែលយើងចូលលេងនៅក្នុងតារាងធំគាត់ក៏បានឲ្យខ្ញុំមកតេស្តសាកវាយនៅនេះផងដែរសារនេះឲ្យយើងកម្ដៅសាច់ដុំសិនមុនពេលដែលយើងទៅវាយមែនតើ$4ជាមួយនឹងដង$4000អាមួយណាឡូជាងហើយខ្ញុំក៏បានប្រើប្រាស់នៅ golf mode នៅក្នុងលេខការរបស់ខ្ញុំផងដែរដែលបន្តមកខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំក៏បានធ្វើការវាយចឹងទៅឆាប់អស់គ្រាប់ដើម្បីបានទៅលេងនៅតារាងធំវិញម្ដងហើយនៅពេលដែលយើងកម្ដៅសាច់ដុំស៊ាំហើយចឹងយើងក៏បានផ្លាស់ប្ដូរទីកន្លែងទៅតារាងធំរបស់គេវិញម្ដងហើយពេលដែលខ្ញុំថាតារាងធំហ្នឹងគឺថាតារាងហ្នឹងគឺធំរបស់គេមែនហើយខ្ញុំអត់ដឹងថាត្រូវវាយតាណាមកណាខ្លះទេបងខិតតែប្រយ័ត្នថោះមកដំពេងទៅហើយខ្ញុំក៏បានធ្វើការបន្តវាយលេងពី3ដៃទៀតផងដែរដើម្បីឲ្យស៊ាំខ្លួនទៅចាំតេស្តអា$4មកអា$4000ជូនអ្នកទាំងអស់គ្នាហ្មងអា$4ប៉ុន្តែខ្ញុំក៏ចង់និយាយផងដែរថា Huawei Watch Fit 4 Pro របស់ខ្ញុំហ្នឹងនៅពេលដែលដល់កន្លែងវាយកូន gold គឺវាបង្ហាញ map ជូនយើងភ្លាមតែម្ដងចាឥឡូវនេះផងដែរគឺខ្ញុំនឹងធ្វើការពិសោធន៍រវាងដងតម្លៃ$4ជាមួយណាមួយឈុតវា4000ខ្ញុំសា$4មុនទិញមកពីដងអត់អូចាឥឡូវនេះគឺយើងដល់វគ្គអាមួយឈុត4000វិញម្ដងហើយដើម្បីធ្វើឲ្យការពិសោធន៍ដងវាយកូន gold ហ្នឹងកាន់តែសក្រិតគឺខ្ញុំនឹងឲ្យមិត្តភក្តិរបស់ខ្ញុំនេះគឺគាត់វាយដែរប៉ុន្តែមុនពេលដែលគាត់វាយហ្នឹងខ្ញុំក៏នឹងបង្ហាញអ្នកទាំងអស់គ្នាពីមុខងារមួយចំនួនរបស់ Huawei Watch Fit 4 Series ដែលពួកយើងបានពាក់នឹងសិនបើនិយាយតែតទៅនឹងការរចនា Huawei Watch Fit 4 Pro នេះគឺថាវាមានរូបរាងបែប fashion ស្រស់ស្អាតខ្លាំងមែនទែនអ្វីទៅកាន់តែពិសេសតួរបស់គេហ្នឹងគឺធ្វើឡើងមកពីទីតានាមហើយមានកញ្ចក់ជា sapphire កន្លះអញ្ចឹងមានន័យថាវាធន់រឹងមាំខ្លាំងមែនទែនសម្រាប់ Fit 4ធម្មតានេះវិញវាក៏មានរូបរាង fashion ស្រស់ស្អាតផងដែរហើយវាមានទម្ងន់ត្រឹមតែ27ការ៉ាប៉ុណ្ណោះអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តលេខការដែលមានទម្ងន់ស្រាលFit 4 នេះគឺជាជម្រើសដ៏ល្អបំផុតហើយបើនិយាយតែតទៅនឹងផ្នែកថ្មវិញគឺថា Smart Watch ទាំងពីរនេះគឺអាចកាន់ថ្មបានរហូតដល់ជិត10ថ្ងៃឯណោះអញ្ចឹងគឺយើងប្រើមកលើសលុបយកហ្មងហើយបើបងប្អូនដាក់ pre-order ឥឡូវហ្នឹងក៏នឹងទទួលបានរង្វាន់កាដូលើកទឹកចិត្តជាច្រើនផងដែរបាទនេះ$4អូកប់សេរីអាមួយឈុត4000អូ my god ដៃ2